នេះគឺជាវីដេអូដែលខាងថៃបានបំផ្លាញប្រាសាទតាក្របីរបស់យើងបងប្អូនតិចទីហុយផ្សែងតែម្ដងអាក្រក់ជុំជាតិអាក្រក់អស់និយាយអាក្រក់គ្មានអ្នកណាដូចតែម្ដងបងប្អូនវាស្រឡាញ់ណាស់បងប្អូនប្រាសាទតាក្របីស្រឡាញ់ខ្លាំងណាស់បោះថៃប្រាសាទដូនតាថៃបន្សល់ទឹកឲ្យស្រឡាញ់ណាស់គ្រាន់តែដដើមអត់បានភ្លាមយើងជាអ្នកកាន់កាត់ភ្លាមបងប្អូនវាបំផ្លាញចោលតែម្ដងលក្ខណៈថាវាអត់បានអ្នកណាក៏មិនបានដែរក្នុងឆ្នាំ2025ហ្នឹងខាងថៃវាបានបំផ្លាញប្រាសាទរបស់យើងពីរហើយត្រូវចាំទុកបងប្អូនថ្ងៃទី27ខែកក្កដាប្រាសាទព្រះវិហារថ្ងៃទី8ខែធ្នូប្រាសាទតាក្របីខាងថៃបានបំផ្លាញប្រាសាទទាំងពីរនេះដែលវាធ្លាប់ចង់បានធ្លាប់ដណ្ដើមរបស់យើងធ្លាប់តែថាជារបស់វាប៉ុន្តែគ្រាន់តែវាអត់បានភ្លាមវាបំផ្លាញរបស់យើងចោលតែម្ដងបងប្អូនសូមឲ្យបណ្ដាសានៅប្រាសាទទាំងពីរនេះដាក់ទោសអ្នកដែលធ្វើចោះអ្នកដែលបំផ្លាញចោះបងប្អូនសូមឲ្យពួកវាទទួលកម្មផលដែលពួកវាបានធ្វើមកលើយើងចោះអូយបងប្អូននេះមួយថ្ងៃហ្នឹងខ្ញុំចង់កើតជំងឺផ្លូវចិត្តហើយខ្ញុំនៅចិត្តភូមិព្រៃច័ន្ទខ្លាំងដែរបងប្អូនគ្រាន់តែនិយាយឥឡូវកំពុងតែនិយាយវីដេអូហ្នឹងក៏កំពុងលឺឌុំអង្គើទៅប្រទេសដែរបងប្អូនប៉ុន្តែគ្រាន់តែនៅរៀងឆ្ងាយដែរម្លងផាជា3ភូមិបងប្អូនបានជាខ្ញុំអត់តន់រត់បងប្អូនអើយខ្ញុំផ្ដាំតកូនតចៅហ្មងថាទង្វើរបស់សៀមធ្វើមកលើយើងក្នុងឆ្នាំ2025នេះអាក្រក់ប៉ុណ្ណាបងប្អូនហើយអ្នកណាដែលនៅប្រើរបស់សៀមទៀតមិនមែនមនុស្សទេ